និយាយពីថាសម្រស់នឹងគឺស្រស់ស្អាតខ្លាំងមែនទែនបងប្អូនមួយគ្រឿងនឹងគឺទៅដល់កន្លែងទីលានប្រកួតនឹងឃើញថាចាប់អារម្មណ៍ជាងគេនឹងគឺលើសម្រស់ទូកតែម្ដងមកគឺស្រស់ស្អាតខ្លាំងមែនទែនបាទហើយទូកដែលចូលរួមនឹងគឺសុទ្ធតែទូកខ្នាតអន្តរជាតិហើយនៅខ្នាតផ្កាចាគឺស្អាតខ្លាំងមែនទែនបងប្អូនទាំងកាណូតែបើមួយគ្រឿងនឹងវិញគឺលិចអស់ហើយបងប្អូនគឺស្រស់ស្អាតខ្លាំងមែនទែនហើយមួយគ្រឿងនេះគឺមានឈ្មោះថាជលសាសែនជ័យបារមីវត្តស្រែដំបាទគឺមើលរូបរាងរបស់គាត់ទៅគឺស្រស់ស្អាតខ្លាំងមែនទែនទូកនេះគឺអញ្ជើញមកពីវត្តស្រែដំហៅវត្តជន្លែងបាទគឺដែលស្ថិតនៅក្នុងឃុំមានជ័យស្រុកសណ្ដានបាទបើនិយាយពីសម្រស់វិញដូចខ្ញុំនិយាយអញ្ចឹងគឺទូកមួយគ្រឿងនេះគឺស្អាតខ្លាំងមែនទែនបាទគឺរូបរាងនឹងគឺស្អាតបាទមើលទៅគឺអញ្ជើញបាទគឺសម្រស់នឹងគឺស្រស់ស្អាតតែបើនិយាយពីរឿងលបឿនដែលចូលរួមគឺសុទ្ធតែមានទូកលបឿនលឿនទាំងអស់អ្វីដែលជាពិសេសគឺទូកនៅក្នុងស្រុកប្រាសាទសម្បូរបាទគឺមានច្រើនខ្លាំងមែនទែនដែលចូលរួមប្រកួតនៅឯបឹងម្លេចភូមិឈូកបឹងឃុំឈូកស្រុកប្រាសាទសម្បូរបាទគឺមានច្រើនមែនទែនហើយទូកដែលចូលរួមក្នុងការប្រកួតនៅថ្ងៃទី29ថ្ងៃមុនហ្នឹងគឺដែលចូលរួមនឹងគឺសុទ្ធតែជាទូកលបឿនលឿនបងប្អូនមើលតែការជាក់ស្ដែងទៅបាទគឺទូករកការទូកគឺខ្ញុំផុសរួចអស់ហើយសម្រាប់បងប្អូនដែលឆាតមករកខ្ញុំថាឲ្យខ្ញុំផុសវីដេអូទូកឲ្យលឿនបាទគឺខ្ញុំអាចបានបញ្ចូលសម្លេងទេវីដេអូមុនគឺខ្ញុំនឹកឃើញថាខ្ញុំផុសមកគូចឹងចែកជូនដល់បងប្អូនដែលគាត់ត្រូវការទាញយកទៅផុសឲ្យផុសបានដោយសារតែគាត់ជាម្ចាស់ទូកគាត់ចង់ឃើញពេលដែលប្រកួតប៉ុណ្ណឹងចឹងទៅខ្ញុំអត់បានបញ្ចូលសម្លេងទេចឹងខ្ញុំមកនេះគឺចង់បង្ហាញអំពីបាទគឺរូបរាងទូកហើយនឹងចំណុះទូកគឺស្អាតខ្លាំងមែនទែនហើយមួយគ្រឿងនេះគឺមានឈ្មោះថានាគខៀវមានជ័យបាទទូកនេះគឺអញ្ជើញទៅពីខាងឃុំមានជ័យដែរគឺស្រស់ស្អាតដូចគ្នាចំណុះ12នាក់បាទហើយទូកដែលចូលរួមនោះដូចខ្ញុំនិយាយអញ្ចឹងគឺមានច្រើនណាស់រហូតដល់តែជិត30ទូកបងប្អូនគឺច្រើនខ្លាំងមែនទែនហើយអ្នកដែលទៅចូលរួមនោះគឺច្រើនដូចគ្នាជាពិសេសគឺបងប្អូនយើងដែលទៅពីបណ្ដាស្រុកសណ្ដានស្រុកកំពង់ស្វាយស្រុកស្ទងសម្រាប់បងប្អូននៅក្នុងស្រុកប្រាសាទសម្បូរគឺគាត់ជាម្ចាស់ទឹកម្ចាស់ដីហើយអ្វីដែលសំខាន់នឹងគឺមនុស្សច្រើនមែនទែនបាទគឺកកស្ទះពេញនឹងឯងចឹងសង្ឃឹមថាឆ្នាំក្រោយទៀតនឹងមានកម្មវិធីបែបនឹងទៀតហើយឆ្នាំនេះនៅក្នុងទឹកដីស្រុកសណ្ដានក៏នឹងសង្ឃឹមថានឹងមានរៀបចំក្នុងកម្មវិធីប្រណាំងទូកបាទព្រោះឯនៅក្នុងទឹកដីស្រុកសណ្ដាននឹងគឺមានកន្លែងប្រណាំងនឹងគឺមានច្រើនដែរបាទតែបើមិនដឹងថាគេរៀបចំនៅមួយក៏អត់ទេក្នុងឆ្នាំនឹងគ្រាន់តែយើងស្មានលេងទៅបើសិនតែគេរៀបចំក៏ល្អដែរបងប្អូនព្រោះឯនៅក្នុងទឹកដីស្រុកសណ្ដានគឺមានកន្លែងប្រកួតប្រណាំងច្រើនកន្លែងមែនទែនចឹងនៅក្នុងទឹកដីស្រុកប្រាសាទតាបូក៏មានច្រើនដូចគ្នាចឹងសង្ឃឹមថាបងប្អូននឹងបង្កើតកម្មវិធីនៅតាមតំបន់ទេសចរផ្សេងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានទៅច្រើនកកបើនិយាយពីរឿងអ្នកស្រុករបស់ខ្ញុំវិញគឺទីណាមានទូកគឺទីនោះតែងទៅគ្រប់ត្រូលហ្វេនទូកហើយបើនិយាយរឿងចាយបងប្អូននេះបាទគឺកន្លែងគេនេះក៏គាត់ទៅតាមដល់នឹងទេបាទគឺមួយចេះស្ដែងទៅបាទហើយកុំភ្លេចថាពេលជួបគាត់កន្លែងប៉ណ្ណឹងទូកអីកុំភ្លេចជួយទិញមកជូរគាត់ជួយទិញរបស់ហូបគាត់ផងព្រោះគាត់មានលក់ច្រើនមែនទែនបាទហើយបងប្អូនកុំភ្លេចគ្រប់ត្រូលនៅវិស័យទូកមួយបានច្រើនដោយសារតែយើងមួយរយៈនឹងគឺមានការរីកចម្រើនខ្លាំងមែនទែនមានទាំងប្រុសស្អាតស្រីស្អាតបាទគឺរស់រាយខ្លាំងមែនទែនមើលទឹកមុខពួកគាត់គឺនឹងដឹងថាសប្បាយហើយអ្នកដែលសប្បាយនឹងគឺខ្ញុំដែរបងប្អូនទៅកាត់ពីចម្ងាយណានៃពេលយើងបានទៅដល់ស្រុកគេអញ្ចឹងទៅគឺមានការរាក់ទាក់អញ្ចឹងក៏រំភើបដែរហើយបើនិយាយរឿងទូកវិញដូចខ្ញុំនិយាយអញ្ចឹងបើសម្រស់នេះមួយគ្រឿងនេះបាទគឺស្រស់ស្អាតខ្លាំងមែនទែនមិនថានៅក្នុងទឹកមិនថានៅលើបកងទេបងប្អូនហើយគឺសម្រស់វិញស្រស់ស្អាតអធិស្ឋានផងបងប្អូនដោយសារតែលឺសំឡេងពីខាងក្រៅផ្ទះរបស់ខ្ញុំនេះគឺចាំមុនចាំអីចឹងទៅគឺវារៀងលឺហើយទូកនឹងពេលយើងប្រកួតចាប់យើងផ្ដាំវើលទៅស្រុកទៅស្រែយើងវិញបងប្អូនហើយគឺមានច្រើនដែលចូលរួមប្រកួតចឹងទៅពីស្រុកសណ្ដានក៏ច្រើនដែរចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន